បងបងដឹងអត់ពិភពលោកបច្ចុប្បន្នណាកំពុងតែផ្លាស់ប្ដូរហើយរបបអាហារដែលបងបងគិតថាវាត្រឹមត្រូវរាប់សិបឆ្នាំមកនេះត្រូវបានគេរកឃើញថាវាគឺជាឫសគល់នៃជំងឺធាត់និងជំងឺមេតាបូលិកទៅវិញឯងហើយនេះគឺជាពីរ៉ាមីតទម្រង់អាហារបែបថ្មីហើយផ្នែកខាងលើដែលមានផ្ទៃធំជាងគេបង្អស់ហ្នឹងលែងមាននៅប្រភពបាយម្សៅនំប៉័ងទៀតហើយត្រូវបានគេជំនួសដោយប្រភពប្រូតេអ៊ីនផលិតផលទឹកដោះគោនិងប្រភពខ្លាញ់ល្អរួមទាំងបន្លែហើយនិងផ្លែឈើហើយចំណែកក្រុមអាហារប្រភេទ whole grain ប្រភេទម្សៅប្រភេទនំប៉័ងអីហ្នឹងត្រូវបានគេរុញទៅដាក់នៅខាងបាតនៃផ្ទៃរួមទូចនៃទម្រង់ពីរ៉ាមីតបែបថ្មីហើយនេះគឺជាផុសតាងឲ្យច្បាស់កន្លែងដែលវិទ្យាសាស្ត្រសម័យថ្មីលែងឲ្យតម្លៃទៅលើប្រភpomម្សៅបាយនំប៉័ងទៀតហើយដោយសារតែវាគឺជាឫសគល់ដែលធ្វើឲ្យយើងមានបញ្ហាសុខភាពមេតាបូលិកហើយការប្រែប្រួលនេះបានបង្ហាញថារបបអាហារ low carb និង zero carb មិនមែនជារបបអាហារដែលចម្លែកខុសគេទៀតទេយើងកំពុងតែដើរទៅលើផ្លូវដ៏ត្រឹមត្រូវសម្រាប់សុខភាពរាងកាយនិងការគ្រប់គ្រងកម្រិតអាំងសាលីនឲ្យមានលំនឹងបងឈប់បំផ្លាញសុខភាពតាមក្បួនចាស់តែត្រូវងាកមកផ្ដោតទៅលើប្រូតេអ៊ីនសាច់ស៊ុតនិងខ្លាញ់ល្អឲ្យបានគ្រប់គ្រាន់តែចានអាហារផងបងសម្បូរទៅដោយម្សៅឬក៏សម្បូរទៅដោយប្រូតេអ៊ីនហើយនិងសាច់ខមមិននៅខាងក្រោមហើយ complete follow សម្រាប់វីដេអូទាក់ទងជាមួយនឹងសុខភាពនិងទម្រង់របបអាហារបែបថ្មី